ប្រទេសអ៊ីរ៉ង់កំពុងព្យាយាមបង្កើតទឹកភ្លៀងតាមវិធីសាស្ត្រសិប្បនិម្មិតដោយសារកំពុងជួបគ្រោះធម្មជាតិមិនមានភ្លៀងធ្លាក់យន្តហោះមួយគ្រឿងបានបាញ់ថ្នាំគីមីចូលទៅក្នុងពពកនៅពីលើបឹងអូម៉ានីដែលរីងស្ងួតខ្លាំងដោយសង្ឃឹមថានឹងបង្កឲ្យមានភ្លៀងនិងជួយឲ្យមានទឹកឡើងវិញបច្ចេកទេសនេះត្រូវបានគេហៅថាបច្ចេកទេសបង្កើនទឹកភ្លៀង Cloud Seeding ភាគល្អិតតូចៗជាអំបិលត្រូវបានបាញ់ចូលទៅក្នុងពពកដែលអាចជួយជំរុញការបង្កើតដំណក់ទឹកភ្លៀងនិងបង្កឲ្យមានភ្លៀងធ្លាក់ទោះបីជាមានរដូវវស្សាហើយនឹងមានទឹកជំនន់កាលពីខែកញ្ញាក៏ដោយអាងស្តុកទឹកដែលផ្គត់ផ្គង់រាជធានីតេហេរ៉ង់8%ប៉ុណ្ណោះដែលអាចឲ្យផ្គត់ផ្គង់ទឹកជាប្រចាំបានវិបត្តិនេះធ្ងន់ធ្ងរដល់ថ្នាក់ប្រធានាធិបតីរបស់ប្រទេសបានបង្ហើបថាប្រជាជនរាប់លាននាក់នឹងអាចត្រូវផ្លាស់ទីលំនៅដោយសារកង្វះទឹកការពិសោធន៍បង្កើតភ្លៀងដោយប្រើបច្ចេកវិទ្យាខ្ពស់នេះអាចនឹងបានផលឬក៏អត់នោះយើងនៅមិនទាន់ដឹងនៅឡើយនោះទេហើយក៏មិនដឹងថាមានផលវិបាកអ្វីនោះដែរប៉ុន្តែ80 ទៅ 90% នៃទឹករបស់អ៊ីរ៉ង់ត្រូវបានប្រើប្រាស់សម្រាប់វិស័យកសិកម្មអ្នកជំនាញបរិស្ថានបានលើកឡើងថាប្រព័ន្ធធារាសាស្ត្រដែលមិនមានប្រសិទ្ធភាពនិងហេដ្ឋារចនាសម្ព័ន្ធលេចធ្លោបានធ្វើឲ្យខ្ជះខ្ជាយទឹកអស់រាប់លានលីត្រជារៀងរាល់ឆ្នាំដូច្នេះការដោះស្រាយបញ្ហាមួយនេះមិនមែនជាការងាយស្រួលនោះទេហើយវាត្រូវការភាពអត់ធ្មត់និងខំប្រឹងប្រែងជាខ្លាំង